នៅវេលារសៀលថ្ងៃប្រហ័សទី27ខែវិច្ឆិកាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចក្នុងខ្លឹមសារដូចតទៅនេះក្នុងកលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឲ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយនិងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកាលពីព្រឹកមិញនេះលោកអ៊ុំសំអានបានបង្ហោះសារនៅក្នុងគណនី Facebook របស់ខ្លួនថាពងណាំរងនេះជាប់ស្រុកគំរៀងខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោកអៀងសារីបានកាន់កាប់ហើយមានលោកអ៊ីឈៀនជាមេតបនាសម័យសង្គ្រាមស៊ីវិលនាទសវត្សរ៍ទី80លោកអ៊ីឈៀនអតីតអភិបាលខេត្តបៃលិនធ្លាប់និយាយថាថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ពងណាំរងជាប់ស្រុកគំរៀងនេះព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេប៉ុន្តែឥឡូវនេះកម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឲ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះប៉ុន្តែប៉ុន្មាន1ម៉ោងក្រោយមកឯកឧត្តមអ៊ីឈៀនបានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថាអ្វីដែលអ៊ុំសំអានសរសេរនេះគឺជាការប្រឌិតទាំងស្រុងនិងមានចរិតញុះញង់ដើម្បីបង្ករឿងនិងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គមនិងការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាកំពុងអនុវត្តដោយឈលលើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញាផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំងខ្ញុំនិងប្រជាជនទាំងអស់នឹងរងចាំមើលថាតើលោកអ៊ុំសំអានដែលតាំងខ្លួនជាអ្នកជំនាញព្រំដែននឹងឆ្លើយតបយ៉ាងណានោះចំពោះឯកឧត្តមអ៊ីឈៀនហើយតើលោកអ៊ុំសំអានមានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួននិងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដសង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តមអ៊ីឈៀនថាគាត់និយាយកុហកឬក្បត់ឧត្តមគតិដោយអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោកនិងក្រុមរបស់លោកនោះទេនិយាយដោយត្រង់តាមដែលខ្ញុំមើលឃើញនិងប្រហែលដោយដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នានោះដែរគឺរហូតមកដល់ពេលនេះអ្វីដែលលោកអ៊ុំសំអាននិយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែនហាក់ដូចជាគ្មានអ្វីច្បាស់លាស់អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទីក្រៅតែពីបានទៅសុំហ្វូតូកូពីពីផែនទីមួយផ្ទាំងពីបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីធ្វើការសិក្សាស្រាវជ្រាវទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានាឃើញតែលើកឡើងថាអ្នកនេះឬអ្នកនោះបាននិយាយថាដីខ្មែរពីមុននៅនោះមិនមែននៅនេះទេដូចជាករណីដែលគាត់លើកឡើងថាឯកឧត្តមអ៊ីឈៀនបាននិយាយដូចនេះនៅពេលដែលឯកឧត្តមអ៊ីឈៀនច្រានចោលថាជាការប្រឌិតឡាក់ខ្ញុំសូមឲ្យយោបល់ដូចនេះថាបើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទីឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយបើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីដែលអស់លោកបានហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីជាជំនួយក្នុងការវាស់វែងបោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះលោកអាចស្នើសុំមករាជរដ្ឋាភិបាលដើម្បីឲ្យអ្នកមានជំនាញព្រំដែនពិតប្រាកដអាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីបើអស់លោកមិនមកប្រទេសខ្មែរទេលោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីឲ្យអ្នកបច្ចេកទេសធ្វើបទបង្ហាញឲ្យដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោកខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទីអស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើនក្នុងករណីដែលអស់លោកប្រកាន់សច្ចភាពវាអត់មានត្រូវការចេញថ្កោលទោសអីអញ្ចឹងឯងកាលណាយើងចេញថ្កោលទោសអញ្ចឹងវាស្មើនឹងគេហៅមន្ត្រីការពារគ្នាហើយសម្រាប់មន្ត្រីគេថាល្អប៉ុន្តែសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសវិញគេគិតថាកងរាជអាវុធហត្ថយ៉ាងម៉េចឥឡូវលោកពូសសខាលោកពូសៅសខាពិចារណាមើលសម្រាប់ក្នុងចិត្តប្រជាពលរដ្ឋទូទាំងប្រទេសនៅពេលណាដែលឃើញសារថ្កោលទោសពីរាជអាវុធហត្ថលើផ្ទៃប្រទេសហ្នឹងដែលចេញមកការពារគ្នាគ្រប់កន្លែងហ្នឹងតើក្នុងចិត្តប្រជាពលរដ្ឋគេគិតតែម៉េចទៅលើស្ថាប័នលោកពូខ្ញុំសួរមានបានគិតទេមានបានគិតថា
នៅពេលដែលខ្លួនចេញសារថ្កោលទោសបុគ្គលម្នាក់ដែលរិះគន់ចំពោះទង្វើអសកម្មមិនបានបំពេញការងារតួនាទីរបស់ខ្លួនឬក៏មិនទាន់បានការស៊ើបអង្កេតថាវាយ៉ាងម៉េចផងហើយស្រាប់តែយើងចេញថ្កោលទោសអញ្ចឹងគ្រាន់តែប្រើពាក្យសម្ដីក្រោតក្រៀតសម្រាប់ប្រជាពលរដ្ឋខ្មែរគេគិតតែមិនចំពោះកងរាជអាវុធហត្ថទូទាំងប្រទេសលើផ្ទៃប្រទេសដំបូងបងពេជ្រមាសត្រូវឲ្យអត់ចំណេញទេដំបូងគេផ្ដោតទៅលើតកងរាជអាវុធហត្ថតែមួយឬក៏ពីរទេនៅពេលណាដែលពួកកងរាជអាវុធហត្ថទូទាំងប្រទេសគ្រប់ខេត្តហ្នឹងចេញលិខិតថ្កោលទោសអញ្ចឹងគេគិតថារាជអាវុធហត្ថទូទាំងប្រទេសហ្នឹងតើជារាជអាវុធហត្ថដែលការពារផលប្រយោជន៍ប្រជាពលរដ្ឋឬក៏ជារាជអាវុធហត្ថការពារគ្នាឯងឬក៏កងរាជអាវុធហត្ថការពារគ្នាឯងណាអានេះគឺខ្ញុំកណាខ្ញុំចង់ខ្ញុំកណាខ្ញុំបាទចង់សួរទៅបងប្អូនជាយោបល់របស់ខ្ញុំធ្វើបែបនេះគឺបំផ្លាញខ្លួនឯងលើកដុំថ្មតម្លាក់លើជើងខ្លួនឯងទេស្មានតែបង្ក្រាបលោកផៃវណ្ណៈបានជំរុញឲ្យផៃវណ្ណៈសុំទោសតើក្នុងចិត្តប្រជាពលរដ្ឋគេគិតមិនចុះបើសិនណាជាប្រជាពលរដ្ឋទូទាំងប្រទេសនឹងគេធ្វើញ៉ាត់ថ្កោលទោសកងរាជអាវុធហត្ថទៅវិញស្ថាប័នកងរាជអាវុធហត្ថទៅវិញតើលោកគិតយ៉ាងម៉េចឥឡូវហ្នឹងរឿងអត់ប្របាកដោះស្រាយតតែសោះបងផៃវណ្ណៈគាត់និយាយជាសាធារណៈលោកពូសៅសខាអាដាមសៅសខាងាយបំផុតមិនមែនអត់ស្គាល់គ្នាណាទី1គាត់ចេញលិខិតឲ្យមានការស៊ើបអង្កេតទៅលើកងរាជអាវុធហត្ថមេរាជអាវុធហត្ថខេត្តចេះថាតើគាត់បានបំពេញតួនាទីត្រឹមត្រូវដែរឬអត់ជំហានទី1យើងអត់ត្រូវខឹងគ្នាទេយើងអត់ត្រូវស្អប់អ្នកនេះថ្កោលទោសអ្នកនេះថ្កោលទោសអ្នកនោះទេជំហានទី1គឺត្រូវហៅរាជអាវុធហត្ថឬក៏ត្រូវមានការស៊ើបអង្កេតមួយទៅលើការចោទប្រកាន់របស់អ្នកកសែតឬក៏ការចោទប្រកាន់របស់ប្រជាពលរដ្ឋមួយចំនួនទៅលើសកម្មភាពរបស់រាជអាវុធហត្ថរបស់ខ្លួនកូនចៅរបស់ខ្លួនរឿងទី1ត្រូវធ្វើទី1គឺស៊ើបអង្កេតបើស៊ើបអង្កេតរកឃើញថាកងរាជអាវុធហត្ថហ្នឹងគាត់ពាក់ព័ន្ធជាមួយការគម្រាមកំហែងគាត់ពាក់ព័ន្ធជាមួយនឹងការបើកផ្លូវឲ្យគេរកស៊ីឲ្យគេអីអញ្ចឹងមែនអញ្ចឹងកងរាជអាវុធហត្ថត្រូវចាត់វិធានការភ្លាមចំពោះបុគ្គលហ្នឹងដើម្បីកុំឲ្យវាស្អុយដល់កងរាជអាវុធហត្ថទូទៅចាត់វិធានការជាសាធារណៈព្រោះកាលណាចាត់វិធានការហើយអត់មាននេះទេពីព្រោះរឿងហ្នឹងវាល្បីជាសាធារណៈប្រជាជនគេចាំមើលហើយចាត់វិធានការបើរកឃើញថាគាត់នឹងពិតជាបានពាក់ព័ន្ធជាមួយនឹងការបើកផ្លូវពាក់ព័ន្ធជាមួយនឹងសំណូកពុកអលួយឬក៏រឿងអីផ្សេងឧទាហរណ៍ឬបើគាត់ហៅអ្នកហៅលោកតាន់កំសួរទៅហ្នឹងមិនមែនដើម្បីដាក់គុកដាក់ច្បាប់អីគាត់តែសួរនាំឲ្យច្បាស់អំពីរឿងអីផ្សេងទៀតអានេះយើងត្រូវមានកំណត់ហេតុហើយយើងបញ្ជាក់មកសាធារណជនវិញបន្ទាប់មកអ្វីដែលបងផៃវណ្ណៈបាននិយាយសូមឲ្យបងផៃវណ្ណៈនឹងតម្រូវព័ត៌មាននឹងឡើងវិញតម្រូវពាក្យពេចន៍នឹងឡើងវិញចប់តម្រូវពាក្យពេចន៍នឹងមកវិញមកចប់ហើយបើសិនណាជាគាត់មិនបានប្រព្រឹត្តខុសឬក៏គាត់បានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមវិជ្ជាជីវៈរបស់គាត់ហើយឧទាហរណ៍មានការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយហើយគាត់បំពេញកាតព្វកិច្ចត្រឹមត្រូវគាត់មិនបានបង្ខិតបង្ខំទៅដល់អ្នកដែលទៅខាត់ឈើទៅខាត់អីហ្នឹងសពបែបយ៉ាងរកឃើញថាទេគាត់បានបំពេញតួនាទីក្នុងនាមជារាជអាវុធហត្ថខេត្តបានត្រឹមត្រូវហើយទី1ផ្ដល់កេរ្តិ៍ឈ្មោះឲ្យគាត់ឡើងវិញហើយអ្នកណាអ្នកផ្ដល់កេរ្តិ៍ឈ្មោះឲ្យគាត់ទី1គឺបងផៃវណ្ណៈហើយនឹងអូនតាន់កំសួរជាអ្នកផ្ដល់កិត្តិយសហើយនឹងអង្គភាពត្រូវផ្ដល់កិត្តិយសឲ្យគាត់វិញឲ្យអ្នកអនុវត្តច្បាប់ថាគាត់បានអនុវត្តច្បាប់ត្រឹមត្រូវហើយប៉ុន្តែប្រសិនបើគាត់មិនបានអនុវត្តត្រឹមត្រូវទេបើរកឃើញថាគាត់មានពាក់ព័ន្ធជាមួយការបើកផ្លូវបើកផ្លុងនឹងការប្រព្រឹត្តខុសច្បាប់ហ្នឹងអានឹងត្រូវដាក់ទោសនិងប្រកាសដាក់ទោសជាសាធារណៈអញ្ចឹងស្ថាប័នកងរាជអាវុធហត្ថក៏មិនពាក់ព័ន្ធហើយនឹងមានភាពស្អាតស្អំដែរអត់ប្របាកទេដូចខ្ញុំបញ្ជាក់អញ្ចឹងអត់ប្របាកទៅតែសោះហើយដល់ពេលខ្ញុំមើលឃើញថាកងរាជអាវុធហត្ថចេញមកថ្កោលទោសគ្រប់ខេត្តគ្រប់ក្រុងគេចេញមកថ្កោលទោសអញ្ចឹងដូចឲ្យប្រជាជនមើលឃើញថាម៉េចស្មានថាយកអាសាថ្កោលទោសប៉ុណ្ណឹងហ្នឹងមកបំផ្លាញផៃវណ្ណៈបានទេអត់ទេពីព្រោះអ្វីដែលផៃវណ្ណៈនិយាយហ្នឹងវាចំបេះដូងរបស់ពលរដ្ឋអស់លោកមិនអាចឈ្នះពលរដ្ឋទេបើសិនណាជាពលរដ្ឋថ្កោលទោសវិញក៏ថ្កោលទោសបានដូចគ្នាគេថ្កោលទោសបានដូចគ្នាដូច្នេះហើយខ្ញុំជឿថារឿង
អាដាមសៅសខារឿងមិនគួរអីអញ្ចឹងទេមិនគួរបំផ្លាញខ្លួនឯងអញ្ចឹងទេអាទាំងវើថ្កោតទោសអញ្ចឹងបំផ្លាញខ្លួនឯងទៅបំផ្លាញក៏រីវត្តហាត់ខ្លួនឯងទៅអញ្ចឹងត្រូវកែតម្រង់ កែតម្រង់កុំឲ្យគេនិយាយថាអាថៃតូចមកចិញ្ចឹមអាថៃធំហើយដល់ពេលគេប៉ះពាល់អាថៃតូចអាថៃធំការពារអាថៃតូចអានេះមិនមែនចោលទេកុំឲ្យពលរដ្ឋគាត់គិតអញ្ចឹង កុំឲ្យពលរដ្ឋគាត់គិតអញ្ចឹងព្រោះសង្គមនេះឥឡូវនេះมันអាចប្រើអំណាចมันអាចប្រើតួនាទីឋានៈនឹងមកគៀបសង្កត់គេបានគ្រប់រឿងទេអ្នកឯងអាចប្រព្រឹត្តអំពើណាមួយដើម្បីចោទប្រកាន់ទម្លាក់កំហុសបានប៉ុន្តែมันអាចធ្វើអញ្ចឹងរឹតតែធ្វើមិនឲ្យពលរដ្ឋនឹងគ្រប់គ្រងយើងមានតែពលរដ្ឋគ្រប់គ្រងទេទើបយើងរឹងមាំបើពលរដ្ឋមិនគ្រប់គ្រងយើងអត់រឹងមាំទេណាមិនថាសង្គមប្រជាធិបតេយ្យមិនថាសង្គមកុម្មុយនីសទេតើតាប្រជាពលរដ្ឋគ្រប់គ្រងបានយើងរឹងមាំបើពលរដ្ឋមិនគ្រប់គ្រងទេយើងអត់រឹងមាំទេអាហ្នឹងគឺអញ្ចឹងខ្ញុំគិតថាបងកងរាជអាវុធហត្ថនៅខេត្តមួយចំនួនដែលមិនទាន់ចេញសារថ្កោលទោសហ្នឹងណាគូកុំចេញអីគូកុំចេញអីអ្នកចេញហើយក៏ចេញទៅប៉ុន្តែអ្នកដែលមិនទាន់ចេញកុំចេញអីកុំចេញកុំលើកដុំថ្មទម្លាក់លើជើងខ្លួនឯងជឿខ្ញុំទៅมันមានប្រជាប្រិយភាពទេលិខិតថ្កោលទោសលោកផែងវណ្ណៈហ្នឹងមិនត្រឹមតែមិនធ្វើឲ្យលោកផែងវណ្ណៈបាត់បង់តម្លៃទេវារឹតតែធ្វើឲ្យលោកផែងវណ្ណៈហ្នឹងគាត់ធ្វើត្រូវហើយ ដែលគេថាលោកផែងវណ្ណៈហ្នឹងគឺជាអ្នកបិទឆ្នាំងបាយគេជាអ្នកបំផ្លាញឆ្នាំងបាយគេហ្នឹងឥឡូវវាចូលដល់ដំណាក់កាលដែលពលរដ្ឋហ្នឹងគេចឹងតម្លៃលោកផែងវណ្ណៈវាខ្លាំងយល់ទេចឹងយើងធ្វើជាក្រសួងមួយយើងត្រូវគិតមើលណាតម្លៃវិជ្ជាជីវៈនឹងនេះខុសគ្នាណាអត់បានទេណាអត់បានទេដូច្នេះពលរដ្ឋភាគច្រើនដាច់ខាតគេគ្រប់គ្រងការលើកឡើងលោកផៃវណ្ណៈនិងគេគ្រប់គ្រងលោកតាំងកឹមសួរហើយលោកតាន់កឹមសួរហើយណាគេគ្រប់គ្រងកុំថាឡើយតែខ្ញុំជឿកុំថាឡើយតែអាឡែងប្រជាពលរដ្ឋសំបីតែថ្នាក់ដឹកនាំកម្ពុជានោះក៏គេគ្រប់គ្រងមតិប្រជាពលរដ្ឋដែរជឿអត់មេដឹកនាំកម្ពុជាគេគ្រប់គ្រងប្រជាពលរដ្ឋនឹងលោកផៃវណ្ណៈតាមពិតរឿងមិនត្រូវអញ៉ៃចឹងសោះអ្នកណាតបៅព្យាបាលអ្នកនឹងទៅណាអាកន្លែងណាមហារាជត្រូវកាត់ទៅអត់ខ្វះទេមនុស្សធ្វើការអត់ខ្វះទេមនុស្សល្អនោះហើយបើយើងចេះតែការពារមនុស្សអាក្រក់ឲ្យគេគ្រប់គ្រងយើងអាម៉េចឥឡូវហ្នឹងអានេះជាមតិយោបល់ខ្ញុំឯណាខ្ញុំមិនទាន់ចោល